គ្រាន់តែឃើញលានដ្ឋានការពារជាតិរបស់កម្ពុជាក៏ប្រមានអំពីសង្គ្រាមជុំទី3ដែរកាលពីថ្ងៃទី28ខែមករាឆ្នាំ2026លោកឧត្តមសេនីយ៍តូខានុកនេត្រាវឌ្ឍនាសេនាអតីតមេបញ្ជាការរងកងទ័ពភាគទី2ថៃបានបង្ហាញការព្រួយបារម្ភក្នុងបទសម្ភាសន៍ដោយលើកឡើងថាកាលដែលកម្ពុជាជីកលានដ្ឋានរៀងស៊ីកហ្សាក់និងការសាងសង់បាងខឺបេតុងការពារខ្លួនធម្មតានៅព្រំដែនខេត្តត្រាតនិងតំបន់ភ្នំ350គឺជាសញ្ញាដែលថៃត្រូវខ្លាចរហូតដល់ថ្នាក់ចេញមុខប្រមានថាសង្គ្រាមជុំទី3នឹងជៀសមិនផុតការលើកឡើងនេះបង្ហាញឲ្យឃើញថាភាគីថៃកំពុងតាមដានគ្រប់ដង្ហើមចេញចូលរបស់កងទ័ពកម្ពុជាដោយមិនទុកចិត្តលើសមត្ថភាពការពារខ្លួនឯងលោកថាបើទោះបីជាថៃគ្រប់គ្រងតំបន់ខ្ពង់រាបភាគច្រើនក៏ដោយប៉ុន្តែកងទ័ពកម្ពុជានៅតែឈរជើងក្នុងតំបន់ទំនាបដែលអាចនាំឲ្យមានការប្រឈមមុខដាក់គ្នាជាពិសេសច្រកអានសេះភ្នំ677ភ្នំ500ភ្នំ350តំបន់ប្រាសាទតាមាន់ធំនិងតំបន់ប្រាសាទតាក្របីដែលធ្លាប់ជាកន្លែងផ្ទុះអាវុធកាលពីលើកមុនពាក់ព័ន្ធនឹងការធ្វើសម្ពយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិកនិងកម្ពុជាដែលបានចាប់ផ្ដើមឡើងវិញលោកខានុកបានវិភាគថានេះអាចមកពីទំនាក់ទំនងយោធាថ្មីក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលា West Point លោកយល់ថាកម្ពុជាកំពុងព្យាយាមរក្សាតុល្យភាពផលប្រយោជន៍រវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកបងប្អូនអតីតមេបញ្ជាការរងភូមិភាគទី2ថៃដូចជាភ័យបន្តិចដូចជាសរសើរកម្ពុជាបន្តិចភ័យនៅត្រង់ថាដូចជាមិនទុកចិត្តនៅសមត្ថភាពការពារជាតិរបស់ខ្លួនដោយគ្រាន់តែឃើញរបៀបនៃការជីកលានដ្ឋានរបស់វីរៈកងទ័ពកម្ពុជាក៏ចាប់ផ្ដើមមានអារម្មណ៍ដូចជាបារម្ភនិងចាប់ផ្ដើមធ្វើការប្រមានថាការផ្ទុះលើកទី3អាចនឹងកើតមានឡើងជាដើមនិយាយអញ្ចឹងដើម្បីអីកម្ពុជាគ្រាន់តែជីកលានដ្ឋាននៅលើអធិបតេយ្យភាពរបស់កម្ពុជាសោះហ្នឹងមានអីខុសនៅលើដីរបស់គេធ្វើអីក៏បានដែរគេមិនចាំបាច់ត្រូវសុំការអនុញ្ញាតពីថៃថាឥឡូវខ្ញុំអាចជីកលានដ្ឋានបានដែរអត់ខ្ញុំអាចធ្វើផ្ទះសម្បែងខ្ញុំអាចធ្វើស្រែចម្ការលើដីខ្ញុំបានដែរអត់វាពុំគួរអញ្ចឹងទេនេះចំណុចទី1តែខ្ញុំអរគុណលោកដែរណាដែលលោកសរសើរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថាឥឡូវនេះកម្ពុជាកំពុងតែរក្សាតុល្យភាពផលប្រយោជន៍រវាងប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិកដោយសារតែសម្ដេចគឺជាអតីតសិស្សនៅសាលាWest Point ហើយខ្ញុំជឿថាដោយសារតែប្រវត្តិរូបរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេបញ្ជាការកងទ័ពថៃក៏ដូចជាកងទ័ពរបស់ថៃបានដឹងយ៉ាងច្បាស់អំពីសមត្ថភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាយ៉ាងណាមិញលោករៀងបារម្ភផងលោកក៏ឆ្លៀតសរសើរប្រមុខថ្នាក់ដឹកនាំកម្ពុជាផងមិនដឹងថាលោកចង់មានបំណងអីបន្តទៀតទេប៉ុន្តែអ្វីដែលយើងដឹងគឺការជីកលានដ្ឋានរបស់វីរៈកងទ័ពកម្ពុជាគ្រាន់តែយើងធ្វើដើម្បីការពារអធិបតេយ្យជាតិរបស់យើងតែប៉ុណ្ណោះយើងមិនមានបំណងក្នុងការទៅលុកលុយឬក៏ឈ្លានពានប្រទេសជិតខាងនោះទេនេះជាអ្វីដែលខ្ញុំចង់ផ្ដាំទៅអតីតមេបញ្ជាការរងកងទ័ពភូមិភាគទី2របស់ថៃអរគុណបងប្អូនជម្រាបលា